សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិសោកនាដកម្មផ្លូវដែកលើកទី2បានធ្វើឲ្យកក្រៅប្រទេសអេស្ប៉ាញខណៈដែលរថភ្លើងដឹកអ្នកដំណើរបានក្រឡាប់ប៉ុន្មានថ្ងៃបន្ទាប់ពីការបុកគ្នានៅក្នុងល្បឿនលឿនរថភ្លើងដឹកអ្នកធ្វើដំណើរមួយគ្រឿងបានខ្ទាតធ្លាក់ចេញពីផ្លូវនៅក្នុងទីក្រុង Gelida ក្បែរទីក្រុង Barcelona ធ្វើឲ្យអ្នកបើករថភ្លើងស្លាប់និងមានអ្នករងរបួសចំនួន37នាក់រួមទាំងរបួសធ្ងន់ធ្ងរចំនួន4នាក់គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលជញ្ជាំងតូបបានដួលរលំលើផ្លូវរថភ្លើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងសោកនាដកម្មនេះបានកើតឡើងត្រឹមតែ2ថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នារបស់រថភ្លើងល្បឿនលឿនក្បែរទីក្រុង Adamus ដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន41នាក់ដែលជាគ្រោះមហន្តរាយផ្លូវដែកធំទី2របស់អេស្ប៉ាញនៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃសេវាសង្គ្រោះបន្ទាន់បានដាក់ពង្រាយរថយន្តសង្គ្រោះបន្ទាន់ចំនួន20គ្រឿងនិងអង្គភាពពន្លត់អគ្គិភ័យ38អង្គភាពដើម្បីជួយពន្លត់អ្នកធ្វើដំណើរដោយមានអ្នករងគ្រោះម្នាក់ត្រូវបានជួយដោះស្រាយចេញរដ្ឋមន្ត្រីរដ្ឋាភិបាលអេស្ប៉ាញបានធ្វើដំណើរទៅកាន់កន្លែងកើតហេតុខណៈដែលការស៊ើបអង្កេតនៅតែបន្តទៅលើឧប្បត្តិហេតុទាំងពីរនេះអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ